ង្ខេបរឿងភូមិតិរិឆានប្រភេទរឿងប្រលោមលោកបែបប្រវត្តិសាស្ត្រអ្នកនិពន្ធនឹងកាលកំណត់តែងជាស្នាដៃអ្នកនិពន្ធរបស់លោកដឹកគៀមនិងលោកឌឿអឹមឆ្នាំ1964-65ជីវប្រវត្តិអ្នកនិពន្ធលោកដឹកគៀមកើតនៅថ្ងៃទី5មករាឆ្នាំ1936នៅសង្កាត់ឫស្សីកែវស្រុកឆ្លូងខេត្តក្រចេះស្នាដៃរបស់លោករួមមានវេយ្យាករណ៍ដោយរូបភាពរឿងព្រះនាងឥន្ទ្រីទេវីរឿងចៅពញាហុករឿងតិរិឆានលោកឌឿអឹមកើតនៅឆ្នាំ1934នៅស្រុកមួងឫស្សីខេត្តបាត់ដំបងលោកឌឿអឹមជាអ្នកជំនួយការសរសេរទស្សនបតីកងទ័ពឆ្នាំ1964-1965ស្នាដៃរបស់លោកគឺរឿងភូមិតិរិឆានសហការជាមួយដឹកគៀមចលនាអក្សរសិល្បៈបែបខេមរនិយមការឆ្លុះបញ្ចាំងសង្គមខ្មែរដោយរបបអាណានិគមបារាំងដំណើររឿងបានឆ្លុះបញ្ចាំងព្រឹត្តិការណ៍ដ៏ជាហូរហែនៃពិភពលោកនិងកម្ពុជានៅសម័យសង្គ្រាមលោកលើកទី1ពិសេសព្រឹត្តិការណ៍ណសម្លាប់បារ៉ាដេសនៅថ្ងៃទី18ខែមេសាឆ្នាំ1925សង្ខេបរឿងសង្គ្រាមលើកទី1បានផ្ទុះឡើងក្នុងឆ្នាំ1914ដល់1918ប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមត្រួតត្រារបស់អាណានិគមបារាំងប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកែងឲ្យទៅច្បាំងប្រឆាំងនឹងពួកអាល្លឺម៉ង់នៅពេលនោះពួកបារាំងដំឡើងថ្លៃពន្ធកាន់តែខ្លាំងធ្វើឲ្យប្រជារាស្ត្រមានការក្តៅក្រហាយយ៉ាងខ្លាំងប្រជារាស្ត្រនៅស្រុកមុខកំពង់ចំនួន 3000 នាក់បានធ្វើបាតុកម្មធ្វើញាតសុំឲ្យស្ដេចស៊ីសុវត្ថិជួយបន្ធូរបន្ថយពីបញ្ហាពន្ធដារនេះសូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្ជ្រោលខ្លាំងដែរសដូចជាមានរន្ទះបាញ់ចែកដីព្រះកែវមរកតនិងផ្កាយដុះកន្ទុយជាដើមនៅខេត្តកំពង់ឆ្នាំងក៏ដូចនៅខេត្តដទៃទៀតដែរប្រជារាស្ត្រមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួសារមួយចំនួនព្រាត់ប្រាក់ប្រពន្ធកូននាងទុំដែលជាប្រពន្ធសុវណ្ណត្រូវស្លាប់ខ្វះថវិកាព្យាបាលជំងឺចំណែកឯសុវណ្ណលំបាកក្នុងការថែទាំកូនតូចផងក៏បានស្ដីដណ្ដឹងនាងទុនធ្វើជាភរិយាដោយមិនរៀបការតាមប្រពៃណីត្រឹមត្រូវការដំឡើងពន្ធដារនៅខេត្តកំពង់ឆ្នាំងដោយសារមានការគាំទ្រនឹងអំពើជិះជាន់របស់ពួកបារាំងដោយការទ្រាំនឹងការជិះជាន់ពុំបានទើបសម្លាញ់ពីរនាក់គឺជួននិងនៅបានរៀបចំគម្រោងការសម្លាប់រេស៊ីដង់បារ៉ាដេសដែលអនុវត្តអំពើព្រៃសីយំក្នុងនៅពេលពួកកចុះទារពន្ធដារចលនារបស់ជួននិងនៅក៏មានការចូលរួមពីក្រុមអ្នកក្លាហានចំនួន20នាក់ផ្សេងទៀតនៅភូមិដើមអំពិលមេឃុំប៉ាល់បានក្តាប់អំពីរបាយការណ៍ជីវភាពរបស់ប្រជារាស្ត្រនៅក្នុងភូមិគួបផ្សំនឹងការលំបាកក្នុងការទារពន្ធដារក៏សុំថ្នាក់លើឡាលេងដើម្បីយករួចខ្លួនលោករេស៊ីដង់បារ៉ាដេសបានចេញទារពន្ធដារដោយខ្លួនឯងលុះដល់ថ្ងៃទី18ខែមេសាឆ្នាំ1925ការទារពន្ធដារបានមកដល់ភូមិក្រាញ់លាវក្រុមទារពន្ធដារដឹកនាំដោយលោករេស៊ីដង់បារ៉ាដេសព្រមជាមួយអង្គរៈឈ្មោះឡាចអ្នកបកប្រែឈ្មោះសួននិងអ្នកចង្ហុកម្នាក់ក្នុងសភាពការនោះជាឱកាសមួយដែលធ្វើឲ្យក្រុមអ្នកក្លាហានមានលទ្ធភាពសម្លាប់បារ៉ាដេសព្រមទាំងអ្នកបកប្រែនិងអង្គរៈលើកលែងតែចង្ហុកម្នាក់បានរត់រួចខ្លួនទៅរាយការណ៍ប្រាប់បារាំងនៅកំពង់ឆ្នាំងក្រោយពីការស្លាប់បារ៉ាដេសនិងសហការីរួចមកក្រុមអ្នកក្លាហានបានបន្តដំណើរទៅវាយបារាំងនៅកំពង់ឆ្នាំងតទៀតប៉ុន្តែត្រីកងទ័ពបារាំងពួនស្តាក់ចាប់និងបាំងសម្លាប់ធ្វើឲ្យក្រុមអ្នកក្លាហានខ្លះបានស្លាប់ខ្លះទៀតរត់ចូលព្រៃនៅភូមិត្រពាំងស្រែណៃនៅត្រូវបានគេសម្លាប់ឯជួនត្រូវគេចាប់ខ្លួនយកទៅដាក់គុកនៅកោះត្រឡែកចំណែកឯប្រជាជនត្រូវភូមិធានទៅរស់នៅក្នុងព្រៃរឿងសម្លាប់បារ៉ាដេសបានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កុងស៊ីសេនាបតីអាណានិគមបារាំងហើយព្រះបាទស៊ីសុវត្ថិបានចេញសេចក្តីប្រកាសមួយឲ្យបដូរឈ្មោះភូមិក្រាញ់លាវទៅជាភូមិតិរិឆានវិញរយៈពេលយ៉ាងតិច10ឆ្នាំព្រមទាំងឲ្យសាងសង់បើតាមឯកសារប្រវត្តិសាស្ត្របញ្ជាក់ថាចង្ហុកជាជនជាតិវៀតណាមឈ្មោះថាលេវ៉ាន់ដាវចែកដីនិងធ្វើបឹងឲ្យបារ៉ាដេសនៅថ្ងៃទី18មេសារៀងរាល់ឆ្នាំដោយសេចក្តីប្រកាសឲ្យចូលមករស់នៅក្នុងភូមិធានវិញសុវណ្ណបានត្រឡប់មករស់នៅជួបជុំជាមួយនាងទុននិងកូនប្រុសវិញរឿងភូមិតិរិឆានបានបកស្រាយពីតថាភាពសង្គមខ្មែរចាប់ពីឆ្នាំ1914គឺនៅពេលសង្គ្រាមលោកលើកទី1បានកើតឡើងរហូតដល់ឆ្នាំ1926ដំណើររឿងបានកើតឡើងនៅភូមិក្រាញ់លាវស្រុករឡាបអ៊ីខេត្តកំពង់ឆ្នាំងនិងឃុំដទៃទៀតដែលនៅជាប់នោះគឺឃុំព្រៃខ្មែរឃុំព្រៃមួលឃុំព្រាលឃុំពុងឃុំក្រាញ់លាវមានចម្ងាយ19គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំងមានភូមិចំនួន14ជាចំណុះអ្នកស្រុកមានរបរពីរសំខាន់ធ្វើស្រែនិងឡើងត្នោត